បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញ Facebook ខ្ញុំបាទខ្លាក្រហឹមហើយអានឹងផងដែរក៏ឃើញបងប្អូនគាត់បង្ហោះនៅคลิปជេរយួននេះច្រើនអញ្ចឹងទៅក៏មិនថាមិនចង់ចេញคลิปគេទេចង់ដែរតែទៅតែដកថ្មិញបានថាមួយអាទិត្យតែអានឹងអាចនិយាយបានច្រើនអញ្ចឹងទៅក៏ចេញคลิปឃើញយួនដូចជាមួយនៅកូរ៉េនៅយ៉ាហ៊ូយ៉ាគេហ្នឹងហើយនឹងមានមួយទៀតឈ្មោះមីជូលីហើយនឹងខាន់ជើងយួនបាក់ពួកកាន់ជើងយួនមានដូចញ៉ាំងកៅស្រីមុំខ្មែរហ្នឹងហើយមានប្រមាណក្បាលទៀតហ្នឹងអាខ្លះហ្នឹងក៏បោះជាคลิปថាស្អីក៏ចាក់ថ្នាំឲ្យតែរបស់ណាមិនល្អរបស់យួនអាមួយដែលបង្ហោះខ្ញុំសៀចេញហើយប្រមាណដងហើយคลิปមួយហ្នឹងវានិយាយថាសម្រាប់ដាច់អីក៏យួនចាក់ថ្នាំអីមិនអាចប្រើបានអីណានៃច្រឡឹងក្រៅពីថាមិនមែនថាឲ្យតែរបស់មកយួនមិនល្អទេគឺខ្ញុំដឹងថាមិនស្អីមកយួនសិតតែមិនល្អណាខ្ញុំដឹងតែខ្ញុំនៅធំដតាឲ្យបងឯងមិននិយាយអីណាសម្រាប់ប្រព័ន្ធអាចក៏យួនចាក់ថ្នាំនិយាយបើភ្លើពេកបងឯងនឹងនិយាយផ្កាប់មុខជាមួយយួនជ្រុលហ្មងគេនិយាយពីមហូបអាហារពីនំចំណីហើយបងឯងដែលមើលព័ត៌មានដែរដែលបើក្រឹបភ្នែកមើលក្នុងបណ្ដាញ Facebook ដែរហើយបើបងឯងលេង Facebook មកប្រើភាសាភ្លឺអញ្ចឹងបងឯងកូនយួននេះហើយបើថាយួនហ្នឹងក៏យួនទៅកុំប្រើភាសាមួយថាសង្គម Facebook ណាយើងធ្វើអីខុសគឺគេមើលឃើញអស់ហើយផ្ដាំទៅដល់ពួកយួនទាំងអស់ផងកូនចាហូជីមីញហ្នឹងអត់មានគ្រប់ក្បាលពួកឯងបានតែថាខ្មែរអញគ្រប់ណាអញឆ្លាញ់ណាសោះអញព្រោះអញខ្មែរមិនមែនថាខាងតែខ្មែរកាន់ជើងខ្មែរគ្នាឯងមិនមែនទេមើលដែរទង្វើថាធ្វើមិនត្រូវគឺមិនគោរពតែម្ដងហើយជនជាតិខ្មែរអស់ហើយជនជាតិដែលស្លូតនៅក្នុងពិភពលោកគ្មានជនជាតិណាស្លូតជាងជនជាតិខ្មែរទេបាទហើយក៏មិនថាខ្មែរកាន់ជើងគ្នាឯងវាមិនមែនទេស្អីបានគេជីពួកឯងនឹងអាយុនមួយយួនអស់ហ្នឹងស្អីក៏គីមីហើយចូលវាគីមីមែនចង់ពលចង់សម្លាប់ខ្មែរមែនដល់ពេលគេធ្វើទៅវាត្រូវប៉ះចំទៅវាឈឺមនុស្សយើងបើថាមិនឈឺក៏មិនចេញคลิปមកការពារខ្លួនដែរបើថាយើងមិនបានប្រព្រឹត្តអាក្រក់យើងក៏អត់ចាំបាច់ឈឺក្បាលអីជាមួយអារឿងទង្វើបាអាក្រក់ហ្នឹងហើយយើងយួនក៏យួនទៅឯសយួនហើយឲ្យគេហៅវៀតណាមឯគុំទុកតាំងពីកែវស្រីមុំនិយាយថាអ្នកដែលមកថៃធ្វើកាជាថៃមើលក្រោយខ្នងមើលលើដបលមើលអ្នកឯប្រទេសថៃក៏មកធ្វើមួយកន្លែងហ្នឹង3ឆ្នាំជាងអត់តន់ហើយទេហើយចិត្តតទៅ2ឆ្នាំទៀតហើយផ្ដាំទៅដល់ពួកនាងផ្កាប់មុខឯងផងណាហើយមីជូលីអីហ្នឹងអញមិនជាអ្នកជីតាម Facebook អីទេអងគាត់ថាលឺងាយជេដូនតាអញហ្នឹងឯងវាសម្បើម្ល៉េះយ៉ាហ៊ូយ៉ាសិតទៅឲ្យខ្មែរដឹងគុណយួនដឹងគុណ7មករាដឹងគុណក្បាលឯងបានបាត់ទៅនៅជើងអញមកគីបាញ់បើពួកឯងក្រាន់បើឯងចាំទៅកូរ៉េហើយមិនឡាប់ទៅយួនឯងវិញទៅហើយមួយថ្ងៃក៏ដោយដែរមីជូលីហ្នឹងបើចង់ឲ្យគេហៅថ្ងៃវៀតណាមទៅនៅវៀតណាមទៅអាណាក៏ហៅថ្ងៃថាវៀតណាមដែរថ្ងៃមកនៅខ្មែរដែលចេះហៅវៀតណាមហៅថ្ងៃទៅយួនហើយពួកឯងកុំគិតថាពួកអញនឹងបានរៀនប្រវត្តិសាស្ត្រណាកូនខ្មែរឥឡូវគេមិនបានបិទក្រឹបភ្នែកទេគេបើកភ្នែកអស់ហើយគេបើកច្រើនហើយអាណានោះផ្ញើជូនឯងផងឯងហ៊ានចេញคลิปមកគេដែរតែអត់ហ៊ានបញ្ចេញមុខទេសិតតែអី2020ហ្នឹងប្រទេសខ្មែរនឹងខ្លាចជារបស់ឯងហើយកុំព្រុសត្រូវគ្របកណ្ដាលក្បាលនេះសិតតែឯងណាប្រទេសខ្មែរ2020ហ្នឹងនៅក្រោមការគ្រប់គ្រងរបស់យួនអញខ្លាច2020ហ្នឹងប្រទេសយួនវាអត់មានជនជាតិបដ ாய் ហ្នឹងវាអត់មានឈ្មោះនៅលើពិភពលោកវាអត់មានឈ្មោះប្រទេសវៀតណាមបដ ாய் ឲ្យតែដាក់សពាទៅប្រទេសថៃប្រទេសលាវប្រទេសខ្មែរហ្នឹងឯងដាក់បានលាវមួយឲ្យចង់គ្រប់គ្រងលាវឥឡូវចង់ចូលដល់ខ្មែរឲ្យបានច្រើនណាគ្រួសារយួនរបស់ពួកឯងពួកអត់ត្រូវក្រាមមកនិយាយភាសាភ្លឺអញ្ចឹងទៅបើពួកឯងអត់ដឹងខ្យល់ទេកុំចេះតែព្រុសពេកហើយអញប្រាប់ថាអញខ្មែរហើយក៏ដូចជាខ្មែរទូទៅគ្មានណាគេហៅពួកឯងវៀតណាមទេឯងកុំសម័យនោះ ព
បើពួកឯងយួនមែនពួកឯងលួចគេមែនពួកឯងលួចទឹកដីគេមែនស្រីហ្នឹងវាឈឺណាដែលគេថានឹងឯងធ្វើសភឹងធ្វើអីបើថ្ងៃមិនបានធ្វើសភឹងចាំបាក់ឈឺយីមានបលយោនេះហើយក៏មិនជាអ្នកចេះជេណាដៃសាច់អីណាតែគាត់ចង់ប្រាប់ទៅដល់ពួកយួនថាកូនខ្មែរណានៅតាណាក៏មានខ្មែរដែរអញ្ចឹងទៅនឹងឯងកុំសង្ឃឹមពួកឯងកុំសង្ឃឹមនោះទោះបីតារីរដ្ឋាភិបាលខ្មែរសពថ្ងៃនឹងគាត់ភ្នែកមកខាងគាត់ខ្វាក់អស់មែនថ្ងៃណាគាត់ងាប់ទៅតែមានគេអ្នកថ្មីគេឡើងកាន់តំណែងអាចមានគ្រប់ភ្នែកពីរថាណាច់មិននៅលើដៃវិជាពលរដ្ឋអីពិបាកទៅហើយប្រហែលជាយួនរកផ្លូវរត់ទៅស្រុកវិញយ៉ាប់ទៅហើយកាលមកផ្លូវធំមែនឯងប៉ុណ្ណេអូមកក្រឹកតែក្រែងកាប់ព្រៃឈើខ្មែរក៏យករ៉ែយកអីខ្មែរទៅសបាយក៏តែអញប្រាប់ពួកឯងពេលវេលាតែតែផ្លាស់ប្ដូរចំណេះរឿងអាក្រក់ក៏វាអាចផ្លាស់ប្ដូរបានរឿងល្អក៏វាអាចផ្លាស់ប្ដូរបានមនុស្សក៏អាចផ្លាស់ប្ដូរគ្រប់ពេលវេលាពួកឯងកុំសង្ឃឹមពេកឯកុំសង្ឃឹមតាមខ្មោចហូជីមិញអានផ្ទះបាញ់ខ្ទប់នោះពេកឯស្មានតែហូជីមិញងាប់ទៅហើយនឹងនៃរក់គេដាក់គេអត់ដាក់ទេនោះធ្លាក់ទៅដល់អវិជ័យហើយកុំស្មានតែភ្លើងអវិជ័យនឹងលើកអាហូជីមិញខ្មោចជីដូនជីតាពួកឯងនឹងឲ្យមានសិទ្ធិសេរីភាពអសោះហើយកុំសង្ឃឹមអសោះហើយអញនិយាយអញបញ្ចេញមុខអញផ្ទាល់ណាអញផ្ដាំទៅដល់ពួកអាយុទាំងអស់គ្នាហ្នឹងមិនថានិយាយទូទៅទេគឺសម្រាប់ពួកអ្នកមានចិត្តថាចង់លើកតបាក់ទឹកដីខ្មែរបើថាគេជនជាតិវៀតណាមគេអ្នកត្រឹមត្រូវគេក៏យល់ដឹងដែរថាគេនិយាយនឹងដើម្បីអីដើម្បីការពារប្រទេសជាតិគេអ្វីត្បិតតែបានទៅធ្វើសង្គ្រាមគ្រាន់តែនិយាយមានអីអស្ចារ្យមានវាថាវាការពារប្រទេសជាតិអញហ៊ានបញ្ចេញមតិអញហ៊ានបញ្ចេញយោបល់របស់អញក៏ហ៊ាននឹងបញ្ចេញនឹងទង្វើរបស់អញដែរហើយកុំភ័យហើយកុំគិតថាខ្មែរសិតទៅទន់ខ្សោយខ្មែរមិនទន់ខ្សោយតែអូនហើយចំខ្មែរដែលគាត់អត់ដឹងរឿងក្នុងសង្គមគាត់ទន់ខ្សោយតែបើខ្មែរនេះហែងប្រាប់ឯងផ្ញើជូនពួកអាលមុបបូមដើរទូលដីខ្មែរផងហើយអ្នកដែលកាន់ណៃដល់ថ្ងៃហ្នឹងក៏រមុំនឹងភ្ញាក់លឹកខ្លួនខ្លះហើយដឹងអីទាំងពួយពងវងតកូលនឹងមានមិនចេះចប់ហើយរឿងអ្នកជំទាវលោកអង្គញាដែលដើរបូមដីវិជាពលរដ្ឋលក់ហ្នឹងហើយផ្ញើដល់ពួកធ្វើកញ្ជះគេហ្នឹងធ្វើកងសន្តិសុខដែលចាំតែកញ្ជះពួកអ្នកមានមកទៅបើប្រជាពលរដ្ឋខ្មែរស្លូតត្រង់វាយប្លន់យកដីយកផ្ទះពួកគាត់ហ្នឹងឯងគួរគាត់អើយកូនចៅពួកគាត់មកថៃអស់ហើយមកម៉ាឡេមកកូរ៉េអស់ហើយដោយសារអីដោយសារតក្រដោយសារតែប្រទេសកម្ពុជាប្រទេសខ្មែរនឹងអត់មានលទ្ធភាពឲ្យប្រាក់ធ្វើការនឹងបានគ្រប់គ្រាន់